ហើយដែលត្រូវបែកបើមានកូនជាចំណងចងជាប់គូស្វាមីភរិយាតែពិតរឿងបែកបាក់គ្នាហ្នឹងមិនមែនដោយសារតែភាគីម្ខាងមិនចុះសំណងគ្នាវាមានកត្តាច្រើនណាស់បងប្អូនកត្តាពីបុគ្គលបរិបទនឹងក៏ថាបានបុគ្គលអ្នកផ្សេងក្រៅពីនឹងក៏ថាបានមានច្រើនណាស់មានទាំងបងប្អូនក៏មានមិត្តភ័ក្តិក៏មានអញ្ចឹងมันអាចថាតើយើងមានស្វាមីភរិយាហើយមានកូនហើយគួរតែយើងនៅជាមួយគ្នាជួនកាលនៅជាមួយគ្នាយូរទៅអត់ចុះសម្រងអត់ពេញចិត្តនឹងគ្នាតែប្រការណាមួយអញ្ចឹងធ្វើឲ្យយើងអស់ចិត្តស្រឡាញ់គ្នាយើងអាចបែកគ្នាបានហើយខ្ញុំលើកទឹកចិត្តថាសម្រាប់បងប្អូនដែលមានកូនជាចំណង5ប្រការហើយបងប្អូនគួរតែគិតពិចារណាថាមុននឹងសម្រេចចិត្តបែកគ្នាដើរចេញពីគ្នាបងប្អូនត្រូវគិតពីអនាគតកូនសិនណាព្រោះអីវាសំខាន់ណាស់អនាគតកូនវាប៉ះពាល់ខ្លាំងដូចខ្ញុំបានលើកនៅវីដេអូមុនអញ្ចឹងអ្នកដែលគ្រោះថ្នាក់ហ្នឹងគឺកូនមុនគេអញ្ចឹងដើម្បីឲ្យកូនទទួលបានក្តីសុខផ្លូវចិត្តផ្លូវកាយឲ្យគ្នាមានភាពកក់ក្ដៅជាមួយបងប្អូនក្រុមគ្រួសារបងប្អូនគួរណាតែមានចិត្តសន្តោសប្រណីគ្នាទៅវិញទៅមករវាងគូស្វាមីភរិយានឹងជាប្រពន្ធដែលរស់នៅជាមួយគ្នារហូតដល់មានកូនមានចៅមិនមែនជាងធម្មតាណាបងប្អូនអញ្ចឹងខ្ញុំលើកទឹកចិត្តថាអត់ធ្មត់នឹងគ្នាទៅតស៊ូនឹងគ្នាទៅទោះបីជាមានក្រយ៉ាងណាអត់ឃ្លានមានស៊ីយ៉ាងហោចណាស់ក៏យើងមានគ្រួសារមួយដែលត្រូវមើលការខុសត្រូវនឹងបីបាច់ថែសាររហូតតទៅយើងគង់តែបែកគ្នាទេយើងអាចរស់នៅជាមួយគ្នាយូរទេអញ្ចឹងយើងជាយើងទៅតស៊ូជាយើងនៅជាមួយគ្នាទៅគង់តែមានថ្ងៃណាមួយយើងបែកគ្នាទេបែកគ្នាតែមិនត្រឡប់អញ្ចឹងសារនេះសម្រាប់ជូនដល់បងប្អូនដែលមានអារម្មណ៍ដែលមិនសូវល្អចំពោះក្រុមគ្រួសារហើយនឹងមានបំណងតែចង់បែកគ្នាអញ្ចឹងសូមបងប្អូនគិតគូរឡើងវិញណាអាណិតកូនអាណិតគ្រួសារយើងជាពិសេសប្តីក៏ត្រូវតែអាណិតប្រពន្ធក៏ត្រូវតែអាណិតប្តីប្រពន្ធត្រូវអាណិតគ្នាស្រឡាញ់គ្នាជាពិសេសនឹងកុំភ្លេចចំណង5ប្រការគឺកូនហ្នឹងឯង